នៅដើមឆ្នាំ2026នេះគេសង្កេតឃើញអ៊ុយក្រែនដណ្ដើមយកបានទឹកដីពីដៃរបស់កងទ័ពរុស្ស៊ីវិញដែលយ៉ាងហោចណាស់ប្រមាណជាង500គីឡូម៉ែត្រក្រឡាបន្ថែមលើនេះក្រសួងការពារជាតិនៃប្រទេសអ៊ុយក្រែនក៏ដូចជាអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនអាដាមសេដេអាឡិចសាន់ស៊ីស្គីអះអាងថាកងកម្លាំងនៃកងទ័ពអ៊ុយក្រែននៅតែបន្តវាយកបានទីតាំងឈរជើងពីដៃរបស់កងទ័ពរុស្ស៊ីកាន់តែច្រើនឡើងប៉ុន្តែអ្វីដែលជាការសំខាន់ទៀតនោះអ៊ុយក្រែនផលិតបានយោធារ៉ូបូតរបស់ខ្លួនឲ្យចូលទៅសមរភូមិជួបមុខដែលពួកគេជួយច្បាំងនឹងកម្លាំងមនុស្សនៃកងទ័ពអ៊ុយក្រែនវាយកទឹកដីពីរុស្ស៊ីមកវិញបន្ថែមលើនេះដ្រូនរបស់អ៊ុយក្រែនក៏មានប្រសិទ្ធភាពផងដែរក្នុងការវាយរុញច្រានកម្លាំងទ័ពខ្មៅជើងរបស់កងទ័ពរុស្ស៊ីខាងក្រុមនេះគឺជាសក្តីប្រែសម្រួលបន្ថែមទៀតដល់ក្រុម7 Info ដែលមានដូចតទៅនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថាមនុស្សយន្តនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានបង្ហាញពីរបៀបយកឈ្នះលើទីតាំងយោធារុស្ស៊ីដោយខ្លួនឯងខណៈដែលបង្ខំឲ្យទាហានរុស្ស៊ីចុះចាញ់ផងដែរប្រសិនបើជាការពិតនេះនឹងតំណាងឲ្យនៅបច្ចេកវិទ្យាឬក៏នវានុវត្តន៍ដ៏ខ្លាំងក្លារបស់អ៊ុយក្រែនក្នុងអំឡុងសង្គ្រាមដែលកំពុងបន្តមានឈានចូល5ឆ្នាំមកនេះហើយវាផ្ដល់មេរៀនអំពីរបៀបដែលយោធាទូទាំងពិភពលោកអាចប្រើប្រាស់មនុស្សយន្តក៏ដូចជាយន្តហោះគ្មានមនុស្សបើកដើម្បីធ្វើការងារដ៏លំបាកគ្រោះថ្នាក់ក្នុងចំនួននាពេលអនាគតការអះអាងរបស់លោក Zelenskyមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយនោះទេប៉ុន្តែគេបានមើលឃើញនៅវីដេអូផ្សព្វផ្សាយរបស់អ៊ុយក្រែនដែលបង្ហាញអំពីមនុស្សយន្តយោធារបស់អ៊ុយក្រែនបញ្ចប់បេសកកម្មជាង 22,000 ក្នុងរយៈពេល3ខែចុងក្រោយនេះក្រសួងការពារជាតិអ៊ុយក្រែនក៏បានពិពណ៌នាអំពីការកើនឡើងនៃចំនួនដងនៃបេសកកម្មយានយន្តដីគ្មានមនុស្សបើករបស់យោធាអ៊ុយក្រែនក្នុងរយៈពេល5ខែចុងក្រោយដោយមានបេសកកម្មមនុស្សយន្តជាង 9,000 ត្រូវបានធ្វើឡើងនៅក្នុងខែមីនាតែមួយប៉ុណ្ណោះនេះបើយោងទៅតាមសារព័ត៌មាន Script News វត្តមានមនុស្សយន្តដីដែលកំពុងកើតឡើងកំពុងតំណាងឲ្យនិន្នាការថ្មីមួយទៀតនៅក្នុងសង្គ្រាមដែលវាកំពុងតែល្បីដូចជាពាក្យថាយន្តហោះគ្មានមនុស្សបើកអញ្ចឹងដែរយោងតាមកាសែត The Independent សេចក្តីថ្លែងការណ៍របស់ Zelensky អាចសំដៅទៅលើព្រឹត្តិការណ៍មួយដែលកើតឡើងនៅក្នុងតំបន់ខាគីវភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុនសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថាកងពលតូចវាយប្រហារដាច់ដោយឡែកទី3របស់អ៊ុយក្រែនបានរៀបរាប់លម្អិតអំពីរបៀបដែលអង្គភាពនេះប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនិងមនុស្សយន្តដីម៉ាកាមីកាហ្សេដើម្បីវាយប្រហារទីតាំងជួរមុខដែលមានកំពែងរឹងមាំរបស់រុស្ស៊ីនៅក្នុងពេលនេះសេចក្តីថ្លែងការណ៍របស់កងពលតូចក៏បានពិពណ៌នាអំពីទាហានរុស្ស៊ីថាបានចោះចាញ់នៅមនុស្សយន្តរបស់អង្គភាពបន្ទាប់ពីបោះបង់ចោលបន្ទាយដែលរងនឹងការខូចខាតមានឧទាហរណ៍មួយឲ្យដឹងថាទាហានរុស្ស៊ីម្នាក់ឬក៏ក្រុមតូចៗបានចោះចាញ់នឹងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននិងសូម្បីតែមនុស្សយន្តតូចមួយគ្រឿងតែប៉ុណ្ណោះខណៈដែលកំពុងត្រូវបានថតជាវីដេអូដូច្នេះគំនិតនៃក្រុមទាហានរុស្ស៊ីមួយក្រុមដែលចោះចាញ់នឹងមនុស្សយន្តមួយគឺជារឿងមួយដែលកំពុងគេវិនិច្ឆ័យថាតើជារឿងពិតដែរឬទេសមរភូមិមនុស្សយន្តគឺត្រូវបានបង្ហាញនៅក្នុងវីដេអូថ្មីៗជាច្រើនដែលបង្ហោះនៅក្នុងវេទិកាមួយទៀតផងដែរឈ្មោះថា United 24 ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនដែលបានពិពណ៌នាអំពីឧបទ្ទវហេតុមួយដែលពាក់ព័ន្ធនឹងកងពលតូចដូចគ្នាមានការសង្កត់ធ្ងន់ថាមនុស្សយន្តសមរភូមិកើតឡើងស្របគ្នានឹងយន្តហោះគ្មានមនុស្សបើកដូចគ្នាដែលបានជាជំនួយសម្រាប់សមរភូមិសម័យទំនើបនៃការប្រយុទ្ធជាមួយនឹងទាហានជាមនុស្សតែម្ដងការខ្លងមើលយន្តហោះគ្មានមនុស្សបើកជាប់លាប់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបង្កើតតំបន់សម្លាប់ដែលលាតសន្ធឹង20គីឡូម៉ែត្រនៅក្នុងតំបន់ជួរមុខដែលបង្ខំឲ្យទាហានគឺពឹងផ្អែកទៅលើការពិនិត្យវិจัยប្រឆាំងនឹងប្រព័ន្ធនេះនៅក្នុងពេលយប់យន្តហោះគ្មានមនុស្សបើកឥឡូវនេះគឺកំពុងបង្កឲ្យមានការស្លាប់និងរបួសនៅទាហានជាច្រើននៅក្នុងសមរភូមិនៃប្រទេសទាំងសងខាងតែម្ដងខណៈដែលសង្គ្រាមទ្រង់ទ្រាយធំចូលដល់ឆ្នាំទី5ហើយយន្តហោះគ្មានមនុស្សបើកយោធាចុងក្រោយបង្អស់ដែលកំពុងត្រូវបានសាកល្បងដោយអ៊ុយក្រែននៅក្នុងសមរភូមិគឺរួមបញ្ចូលកម្មវិធីស្វ័យប្រវត្តិនៅលើយន្តហោះនិងសមត្ថភាពដែលដំណើរការដោយ AI ដើម្បីតាមដាននិងវាយប្រហារគោលដៅទោះបីជាពួកគេបាត់បង់ការទំនាក់ទំនងជាមួយនឹងប្រតិបត្តិការដោយមនុស្សនៅក្នុងពេលដែលសត្រូវវាលុកខ្លាំងក្លាយ៉ាងណាក៏ដោយក្តីបើធៀបជាមួយនឹងយន្តហោះគ្មានមនុស្សបើកមនុស្សយន្តនៅលើដីនៅក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនគឺមានកម្រិតតិចតួចណាស់ឬអាចនិយាយបានថាគឺសឹងតែកម្រទៀតផងអ៊ុយក្រែនទើបតែរាយការណ៍ពីបេសកកម្មមនុស្សយន្តលើដីរាប់ពាន់នេះគឺក្នុងរយៈពេល1ខែចុងក្រោយនេះប៉ុណ្ណោះបើធៀបជាមួយនឹងការបង្ហោះនៃយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងក្នុងរយៈពេល1ខែយ៉ាងណាក៏ដោយក្តីតួលេខចុងក្រោយបង្ហោះបង្ហាញថាយោធាអ៊ុយក្រែនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដាក់ពង្រាយមនុស្សយន្តបន្ថែមទៀតសម្រាប់ការរត់ផ្គត់ផ្គង់និងការជម្លៀសផ្នែកវិទ្យាសាស្ត្រដែលអាចកាត់បន្ថយការប៉ះពាល់ដល់មនុស្សទៅនឹងការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនក៏បានដាក់ពង្រាយមនុស្សយន្តបែប
បនេះកាន់តែច្រើនឡើងនៅក្នុងទួលនីតិប្រយុទ្ធដោយប្រដាប់កាំភ្លើងយន្តនិងកាំភ្លើងបាញ់គ្រាប់បែកដៃឬពេលដែលបំពាក់ទៅដោយឧបករណ៍ផ្ទុះដូចជាគ្រាប់បែករំអិលឧទាហរណ៍មួយនៃមនុស្សយន្តបែបនោះគឺ Droid TW12.7 ដែលបង្កើតឡើងដោយក្រុមហ៊ុនអ៊ុយក្រែនឈ្មោះថា Dale Droid ដោយដែលបានពិពណ៌នានៅក្នុងសម្ភារៈទីផ្សាររបស់ពិភពលោកមនុស្សយន្តតាមដាននេះត្រូវបានបំពាក់ដោយកាំភ្លើងយន្តដែលមានឈ្មោះថា M2 Browning មានសមត្ថភាពធ្វើដំណើរការរហូតដល់25គីឡូម៉ែត្រក្នុងល្បឿនកម្ពស់ស្មើនឹងមនុស្សពេញវ័យដើរតែម្ដងប្រតិបត្តិការមនុស្សអាចទំនាក់ទំនងជាមួយមនុស្សយន្តនេះបានតាមរយៈវិទ្យុហើយមនុស្សយន្តនេះអាចនឹងបញ្ចូលសេវាកម្មផ្កាយរណបរបស់ Starlink បានទៀតផងប៉ុន្តែមនុស្សយន្តយោធានៅតែអាចធ្លាក់ជាជនរងគ្រោះនៃយន្តហោះគ្មានមនុស្សបើករបស់គូសត្រូវហើយថែមទាំងប្រឈមនឹងបញ្ហាប្រឈមមួយនៅក្នុងកលៈទេសៈនៃសមរភូមិដ៏លំបាកអនុប្រធានកងវរៈសេនាធំនៃកងពលតូច Marine ទី38របស់អ៊ុយក្រែនបានប្រាប់ទៅកាន់ The Q Independent ឲ្យដឹងថាមនុស្សយន្តដែលព្យាយាមជំនះទាហាននៅរងរបួសបានបរាជ័យនៅក្នុងទីតាំងចំនួន4ក្នុងចំណោម5ករណីដោយសារតែស្ថានភាពសមរភូមិគឺលំបាកខ្លាំងដោយយន្តហោះគ្មានមនុស្សបើកដែរមនុស្សយន្តក៏អាចប្រឈមនឹងបញ្ហាប្រឈមនៃការទំនាក់ទំនងពីការបាត់បង់សញ្ញានិងសង្គ្រាមអេឡិចត្រូនិករបស់សត្រូវនេះបញ្យងទៅតាមការវិតម្លៃរបស់វិទ្យាស្ថាន Lowy ហើយកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សយន្តរបស់អ៊ុយក្រែនកំពុងប្រកួតប្រជែងខ្លាំងជាមួយនឹងយោធារុស្ស៊ីដែលបានបង្កើនការប្រើប្រាស់មនុស្សយន្តរបស់ខ្លួននៅក្នុងរដូវរងានៅក្នុងឆ្នាំ2025-2026ការកើនឡើងនៃចំនួនមនុស្សយន្តនៅលើដីអាចត្រូវបានគេមើលឃើញថាជាការឆ្លើយតបចុងក្រោយបង្អស់មួយចំពោះការកើនឡើងនៃអត្រាមរណភាពនៃសង្គ្រាមសម័យទំនើបដែលគ្របដណ្ដប់ដោយយន្តហោះគ្មានមនុស្សបើកមនុស្សយន្តចំនួនបច្ចុប្បន្នអាចនឹងមិនផ្ដល់នៅបច្ចេកវិទ្យាដ៏សំខាន់ខ្លាំងក្លាពេកនោះទេប៉ុន្តែវាជាមធ្យោបាយដែលអាចកាត់បន្ថយហានិភ័យសមរភូមិទំនើបសម្រាប់ទាហានជាមនុស្សមេបញ្ជាការកងពលធំទី3របស់អ៊ុយក្រែនបានស្នើថាប្រសិនបើអាចអង្គភាពយោធាគួរបញ្ចូលមនុស្សយន្តឲ្យបានកាន់តែច្រើនដោយជឿជាក់ថាបើបានដល់ទៅ 30% នោះវាអាចនឹងបង្កើននៅសក្តានុពលដល់ទៅ 80%លោកថាលោកបើកឲ្យមានការបញ្ជាក់អំពីការជជែកគ្នាលើរឿងនេះហើយលោកជឿជាក់ថាមនុស្សយន្តពិតជានឹងអ្នកដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរល្បែងសង្គ្រាមបានពិតប្រាកដមែនបរិះរូបនេះជឿជាក់ថាបើអ៊ុយក្រែនទទួលបានជោគជ័យនៅក្នុងការដាក់ពង្រាយមនុស្សយន្តនៅក្នុងសមរភូមិនោះនឹងជាការកត់សម្គាល់កាន់តែខ្លាំងក្លាទៀតសម្រាប់វត្តមានមនុស្សយន្តនៅក្នុងសមរភូមិនាពេលអនាគតហើយវាកាន់តែបញ្ជាក់ថាប្រទេសអ៊ុយក្រែនជាប្រទេសនវានុវត្តន៍ខ្ពស់ខ្នាតដែលបានបង្កើតឲ្យមានកិច្ចព្រមព្រៀងជាមួយនឹងបណ្ដាប្រទេសកំពុងរងគ្រោះព្រោះសង្គ្រាមជាច្រើនទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ារួមជាមួយនឹងប្រទេសដែលត្រៀមលក្ខណៈប្រុងប្រយ័ត្នចំពោះសង្គ្រាមនៅក្នុងតំបន់អឺរ៉ុបដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំៗពាក់ព័ន្ធជាមួយនឹងអាវុធ droneទូយ៉ាងក្រៅតែពីសហការនៅក្នុងការបង្កើន drone ជាមួយនឹងអាល្លឺម៉ង់និងអង់គ្លេសប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិថ្មីបំផុតរយៈពេល10ឆ្នាំជាមួយនឹងប្រទេសកាតានិងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដែលកិច្ចព្រមព្រៀងនេះទើបតែសម្រេចបានជាមួយនឹងប្រទេសអារ៉ាប់រួមជាអតិថិជនក្រសួងការពារជាតិកាតាបានឲ្យដឹងថាកិច្ចព្រមព្រៀងនេះគឺជាកិច្ចសហការក្នុងវិស័យបច្ចេកវិទ្យាអភិវឌ្ឍគម្រោងរួមគ្នាលើវិស័យការពារជាតិនិងការផ្លាស់ប្ដូរជំនាញនៅក្នុងការទប់ទល់នឹងមីស៊ីនិងប្រព័ន្ធផ្លូវអាកាសដោយប្រើប្រាស់នៅយន្តហោះគ្មានមនុស្សបើកហើយក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតក៏ប្រកាសផងដែរថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាគឺជាការរៀបចំការផ្គត់ផ្គង់ការការពារជាតិសម្រាប់ប្រទេសអ៊ុយក្រែនត្រូវបានគេមើលឃើញថាជាអ្នកជំនាញដោះស្រាយរឿងយន្តហោះគ្មានមនុស្សបើកវាយប្រហារដោយសហិត136របស់អ៊ីរ៉ង់បានជួយរុស្ស៊ីនៅក្នុងការវាយប្រហារលើទឹកដីរបស់ពួកគេអស់រយៈពេលជាង4ឆ្នាំមកនេះលោក Jean-Marc Rickly ដែលជាប្រធានផ្នែកហានិភ័យសកលនៃមជ្ឈមណ្ឌលគោលនយោបាយសិក្សាសន្តិសុខទីក្រុងហ្សឺណែវបានមានប្រសាសន៍ថាអ៊ុយក្រែនត្រូវបានគេមើលឃើញអំពីភាពជឿនលឿនខ្លាំងក្លានៃការប្រើប្រាស់ភាពច្នៃប្រឌិតហើយអ៊ុយក្រែនគ្មានជំរឿអ្វីក្រៅពីបន្តច្នៃប្រឌិតនេះនោះទេនៅចំពោះមុខការវាយប្រហាររបស់រុស្ស៊ីប្រទេសនៅយូងសមុទ្រអាចទទួលបានអត្ថប្រយោជន៍យ៉ាងឆាប់រហ័សពីបទពិសោធន៍របស់អ៊ុយក្រែនក៏បញ្ជូននៅក្រុមបណ្ដុះបណ្ដាលយោធាសម្រាប់បណ្ដាប្រទេសនៅយូងសមុទ្រពាក់ឲ្យប្រើប្រាស់សមត្ថភាពនៅក្នុងការទប់ទល់ drone ផងដែរE-School Cambodia ផ្ដល់នូវចំណេះជំនាញចំណូល